មានដឹងអត់ថាប្រទេសណាដែលជាប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ដែលមានប្រជាជនជា Gen Z ច្រើនជាងគេគិតមកទល់ឆ្នាំ2025នេះថ្ងៃនេះខ្ញុំនឹងមកចែករំលែកដល់បងប្អូនទាំងអស់គ្នានៅប្រទេសចំនួន5ដែលមានប្រជាជនជា Gen Z ច្រើនជាងគេ Gen Z គឺត្រូវបានគេកំណត់និងទទួលស្គាល់ថាគឺជាក្រុមមនុស្សដែលកើតនៅក្នុងយុគសម័យ Digital ព្រោះតែពួកគេបានកើតមកប្រើប្រាស់បណ្ដាញអ៊ីនធឺណិតហើយមានទូរស័ព្ទប្រើប្រាស់តាំងពីក្មេងមកម្ល៉េះដោយវាគឺជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់ពួកគេមិនតែប៉ុណ្ណោះពួកគេត្រូវបានគេដាក់ឈ្មោះថាគឺជាជនជាតិដើម Digital ទៀតផង Gen Z គឺជាក្រុមមនុស្សដែលត្រូវបានគេរកឃើញថាពួកគេមានភាពចម្រុះមានភាពជាក់ស្ដែងហើយពួកគេបែងចែកច្បាស់លាស់រវាងសមតុល្យការងារនិងជីវិតប្រចាំថ្ងៃពួកគេត្រូវបានឆ្លងកាត់នៅព្រឹត្តិការណ៍ធំៗនៃសកលពីរទី1គឺជាវិបត្តិសេដ្ឋកិច្ចដែលកើតឡើងនៅក្នុងចន្លោះឆ្នាំ2007ដល់2009រីឯទី2គឺជាវិបត្តិជំងឺរាតត្បាត COVID-19 ដែលធ្វើឲ្យពួកគេឆ្លងកាត់នៅបទពិសោធន៍ដូចជាមនុស្សជំនាន់មុនផងដែរ Gen Z ត្រូវបានគេកំណត់ថាគឺជាក្រុមមនុស្សដែលកើតចន្លោះពីឆ្នាំ1997ដល់ឆ្នាំ2012ថ្ងៃនេះខ្ញុំនឹងមកចែករំលែកតើប្រទេសណាខ្លះដែលជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេមានប្រជាជនជា Gen Z ដោយប្រទេសជាប់ចំណាត់ថ្នាក់លេខ1គឺជាប្រទេសឥណ្ឌាដែលមានប្រជាជនជា Gen Z រហូតដល់374លាននាក់រីឯប្រទេសទី2គឺជាប្រទេសចិនដែលមានប្រជាជនជា Gen Z រហូតដល់246លាននាក់ប្រទេសទី3គឺជាប្រទេសឥណ្ឌូនេស៊ីដែលមានប្រជាជនជា Gen Z រហូតដល់69លាននាក់រីឯប្រទេសទី4គឺជាប្រទេសអាមេរិកដែលមានប្រជាជនជា Gen Z រហូតដល់66លាននាក់រីឯប្រទេសជាប់ចំណាត់ថ្នាក់លេខ5គឺជាប្រទេសប៉ាគីស្ថានដែលមានប្រជាជនជា Gen Z ច្រើនជាងគេបន្ទាប់ពីប្រទេសទាំង4ខាងលើព័ត៌មាននិងទិន្នន័យទាំងអស់នេះខ្ញុំបានដកស្រង់ចេញពី website Virtual Capitalize